បាទហ្នឹងហើយថ្ងៃនេះមកយកបាយទៀតហើយយកបាយនោះអាហារពេលថ្ងៃត្រង់ពេលព្រឹកហ្នឹងហើយម៉ោង9ឥឡូវខ្ញុំឆោតម្រង់ជួរយកបាយទៀតហើយបាទពីសិលយកថ្ងៃសៀលដល់ពេលនេះយកពេលព្រឹកវិញទស្សនភាពនៅមន្ទីរពេទ្យខេត្តត្រវិញបាទទៅបរិច្ចាគបាយហ្នឹងចូលប្រហែលជា2ថ្ងៃហើយហ្នឹងហើយបរិច្ចាគបាយមហូបដល់អ្នកជំងឺដល់អ្នកថែជំងឺហ្នឹងបាន2ថ្ងៃហើយណា